នៅភូមិដាច់ស្រយាលមួយដែលជិតព្រៃក្រាស់មានក្មេងប្រុសឈ្មោះតារារស់នៅជាមួយម៉ាក់តែ2នាក់ប៉ុណ្ណោះពេលថ្ងៃភូមិនោះមើលទៅស្ងប់ស្ងាត់ធម្មតាប៉ុន្តែពេលយប់វាคล้ายជាកន្លែងដែលគ្មានអ្នកណាហ៊ានដើរឆ្ងាយពីផ្ទះឡើយអ្នកចាស់នៅភូមិនោះតែងតែប្រាប់គ្នាថាកុំឲ្យឆ្លើយតបសំឡេងដែលហៅឈ្មោះអ្នកនៅពេលយប់ជាពិសេសបើវាមកពីក្រោយផ្ទះពួកគេជឿថាមានអ្វីមួយដែលអាចធ្វើសំឡេងដូចមនុស្សដើម្បីបន្លំឲ្យគេចេញទៅខាងក្រៅតារាមិនសូវជឿរឿងទាំងនេះទេគេគិតថាវាជារឿងបំភ័យកុមារតែប៉ុណ្ណោះមួយល្ងាចខណៈពេលដែលព្រះអាទិត្យលិចចុះម៉ាក់របស់គេបាននិយាយជាសំឡេងធ្ងន់ថាបើឮសំឡេងហៅឈ្មោះកូននៅក្រោយផ្ទះកុំចេញទៅមើលទោះជាសំឡេងម៉ាក់ក៏ដោយគេពាក្យនោះធ្វើឲ្យតារាមានអារម្មណ៍ចម្លែកប៉ុន្តែគេនៅតែមិនយកចិត្តទុកដាក់យប់មួយភ្លៀងធ្លាក់ស្រាលខ្យល់បក់តាមរោងជញ្ជាំងបង្កើតសំឡេងហួសតារាកំពុងដេកស្រួលស្រាប់តែគេឮសំឡេងស្រាលមួយហៅឈ្មោះគេពីក្រៅផ្ទះតារាគេភ្ញាក់ឡើងភ្លាមព្រោះសំឡេងនោះស្ដាប់ទៅដូចម៉ាក់របស់គេណាស់ប៉ុន្តែពេលគេបង្កាប់ភ្នែកមើលវិញគេឃើញម៉ាក់កំពុងដេកនៅក្បែរគេដោយស្ងៀមស្ងាត់សំឡេងនៅក្រៅបន្តហៅម្ដងទៀតលើកនេះកាន់តែច្បាស់ជាងមុនតារាចេញមកមើលម៉ាក់មួយផ្លែតបេះដូងគេចាប់ផ្ដើមដុកដាក់ខ្លាំងគេចង់ជឿថាវាជាម៉ាក់ពិតប៉ុន្តែអ្វីមួយក្នុងចិត្តគេប្រាប់ថាមានអ្វីមិនត្រឹមត្រូវគេនឹកឃើញពាក្យដែលម៉ាក់បានព្រមានប៉ុន្តែសំឡេងនោះមិនឈប់ទេវាហៅជាបន្តបន្ទាប់ហើយសំបីតែមានសំឡេងដូចជាមនុស្សកំពុងដើរជុំវិញផ្ទះតារាបើកទ្វារមកម៉ាក់ត្រជាក់ណាស់គេឥឡូវនេះសំឡេងនោះចាប់ផ្ដើមបំផ្លាញចិត្តគេវាមានអារម្មណ៍ថាមិនដូចមនុស្សទៀតទេទោះបីជាវានៅតែសំឡេងដូចម៉ាក់ក៏ដោយសារភ័យនឹងចង់ដឹងតារាចាប់ផ្ដើមដើរយឺតទៅក្បែរបង្អួចដៃគេញ័រខ្លាំងខណៈដែលគេចាប់គ្រាប់បង្អួចយ៉ាងប្រុងប្រយ័ត្នគេនឹកថាប្រហែលជាគេគ្រាន់តែភ័យដោយគ្មានហេតុផលគេបើកបង្អួចបន្តិចភ្លាមគេចង់បិទវាវិញប៉ុន្តែវាយឺតពេកនៅខាងក្រៅមានមុខមួយកំពុងសម្លឹងមើលគេភ្នែកវាខ្មៅជ្រៅដូចគ្មានពន្លឺអ្វីឡើយហើយមាត់វាញឹមវែងដល់ចិត្តត្រជាក់រូបរាងវាមិនដូចមនុស្សទេប៉ុន្តែវាអាចធ្វើសំឡេងដូចមនុស្សបានយ៉ាងល្អឥតខ្ចោះវាបើកមាត់និយាយយឺតថាចុងក្រោយអ្នកបានមើលខ្ញុំហើយគេចេញជាមកកានក្រៅតារាស្រែកខ្លាំងហើយរត់ត្រឡប់ទៅក្បែរម៉ាក់ភ្ញាក់ឡើងភ្លាមហើយទាញគេមកអោបយ៉ាងរឹងមាំគេមិនហ៊ានប្រាប់អ្វីទៀតទេគ្រាន់តែញ័រនៅក្នុងអោបនោះរហូតដល់ភ្លឺថ្ងៃព្រឹកថ្ងៃបន្ទាប់ពេលពន្លឺថ្ងៃបំភ្លឺក្រោយផ្ទះពួកគេបានឃើញអ្វីមួយដែលធ្វើឲ្យចិត្តត្រជាក់ភ្លាមនៅលើដីមានស្នាមជើងជាច្រើនដែលវែងនិងប្លែកមិនដូចជាមនុស្សឡើយនៅជិតបង្អួចមានស្នាមដៃវែងដូចជាអ្វីមួយបានព្យាយាមចូលមកខាងក្នុងចាប់តាំងពីថ្ងៃនោះមកតារាមិនដែលហ៊ានមើលក្រោយផ្ទះនៅពេលយប់ទៀតឡើយហើយអ្នកនៅភូមិនោះតែងតែប្រាប់គ្នាថាអ្វីដែលហៅឈ្មោះអ្នកនៅពេលយប់មិនមែនជាមនុស្សទេហើយវាកំពុងរំចាំអ្នកដែលឆ្លើយតបវា